ជំរាបសួរថ្ងៃនេះខ្ញុំមកណែនាំម៉ាស៊ីន Tesco model Sinocare ដែលមួយសេតរបស់ម៉ាស៊ីននេះដែរគឺមានតួម៉ាស៊ីនចំនួន1មានប៊ិចសម្រាប់ដាក់ម្ជុលជួសស្គរចំនួន1មានស្លឹកតេសចំនួន25ស្លឹកនិងម្ជុលចំនួន25ហើយមានសៀវភៅណែនាំបន្ថែមអំពីរបៀបប្រើប្រាស់ម៉ាស៊ីននេះនិងតារាងលទ្ធផលតេសជាស្គរចំនួន1ស្លឹកហើយម៉ាស៊ីនរបស់យើងហ្នឹងគឺមានរូបរាងតូចស្អាតងាយស្រួលទុកដាក់តាមខ្លួនហើយប្រើប្រាស់ដោយដាក់ថ្ម7ចំពោះប៊ូតុងអក្សរ M នេះគឺជាប៊ូតុងសម្រាប់តាមដានលទ្ធផលដែលបងធ្លាប់ពីមុនហើយក៏ជាប៊ូតុងសម្រាប់ដំណើរការម៉ាស៊ីនផងដែរហើយចំពោះប៊ូតុងអក្សរ C និង D នេះគឺជាប៊ូតុងសម្រាប់កំណត់ថ្ងៃខែនិងឆ្នាំឥឡូវខ្ញុំប្រាប់ពីរបៀបប្រើប្រាស់តែម្ដងមុននឹងបងប្រើប្រាស់បងធ្វើការចុចប៊ូតុងអក្សរ M នេះដើម្បីដំណើរការម៉ាស៊ីនហើយធ្វើការយកស្លឹកតេសដោយដាក់ផ្នែកដែលខ្ញុំច្អល់នេះចូលទៅក្នុងម៉ាស៊ីននៅពេលដែលខ្ញុំដាក់ស្លឹកតេសចូលគឺវាលោតឲ្យយើងបន្តឈាមឲ្យបងហើយធ្វើការត្រៀមយកសរសៃអាល់កុលនិងម្ជុលហើយបើកគម្របប៊ិចរបស់យើងនេះដើម្បីដាក់ម្ជុលចូលនៅពេលដែលបងដាក់ចូលបងធ្វើការដកក្បាលរបស់ម្ជុលចេញហើយបិទគម្របវិញហើយធ្វើការសេរីទៅតាមស្បែកដៃរបស់បងស្បែកដៃក្រាស់ដាក់លេខច្រើនស្បែកដៃស្ដាងដាក់លេខតិចឥឡូវខ្ញុំធ្វើការសេរីដាក់លេខ3ហើយទាញគូតហើយយកសរសៃអាល់កុលជូតសម្អាតដៃរបស់បងឲ្យស្អាតហើយចុចបាច់ឈាមចាញ់ហើយយកម៉ាស៊ីនដែលមានស្លឹកតេសនោះដាក់ចូលទៅក្នុងរុនរបស់ស្លឹកតេសនេះហើយរងចាំលទ្ធផលហើយចំពោះលទ្ធផលនេះគឺអាស្រ័យទៅតាមនៅពេលដែលបងញ៉ាំបាយហើយឬក៏អត់ទាន់ញ៉ាំអីហើយបងអាចមើលលទ្ធផលតាមក្រដាសដែលមាននៅក្នុងម៉ាស៊ីននេះស្រាប់ផងដែរចាអរគុណបង